កម្ពុជាធ្វើការតវ៉ាចំពោះការរំលោភបំពានដោយយោធាថៃបន្ថែមទៀតហើយពលគឺនៅក្នុងព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2026នេះផ្ទាល់តែម្ដងសំណួរចង់សួរថាតើហេតុអ្វីបានជាកម្ពុជានៅតែបន្តតវ៉ាដោយផ្លូវការរហូតបែបនេះហើយថាតើការតវ៉ាជាផ្លូវការរបស់កម្ពុជានេះបានផ្ដល់ផលប្រយោជន៍អ្វីខ្លះឬក៏ការតវ៉ានេះមិនបានផ្ដល់ប្រយោជន៍អ្វីនៅក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងវីដេអូនេះគឺជាចម្លើយមួយចំនួនដែលខ្ញុំបានរៀបចំសរសេរជូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាមុននឹងធ្វើការអត្ថាធិប្បាយក៏ដូចជាឆ្លើយសំណួរមួយចំនួនដែលយើងបានសួរនៅខាងដើមវីដេអូដំបូងខ្ញុំសូមធ្វើការអានជូននៅសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចតទៅសេចក្តីប្រកាសព័ត៌មានកម្ពុជាបានតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជារាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្ដោយព្រំដែនចន្លោះថ្ងៃទី5ដល់ថ្ងៃទី7ខែកក្កដាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់និងរាយបន្លាលួសនៅតាមទិសពីជើងទៅត្បូងនៃបង្គោលព្រំដែនលេខ14ស្ថិតនៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបន្ទាប់មកនៅថ្ងៃទី9ខែកក្កដាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលទៅក្នុងទឹកដីរបស់កម្ពុជាដើម្បីរាយបន្លាលួសនៅក្នុងតំបន់បង្គោលព្រំដែនលេខ22ស្ថិតនៅក្នុងភូមិថ្មដូនឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់ទៅលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាដោយដែលបានកំណត់នៅខណ្ឌសីមាតាមផែនទីខ្នាត1លើ200,000ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907សកម្មភាពទាំងនេះក៏រំលោភបំពានផងដែរទៅលើមាត្រា5នៃអនុសរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្ដីអំពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកឬក៏ MOU ឆ្នាំ2000ដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000ព្រមទាំងបានបំពេញទៅនឹងចំណុចទី2និងចំណុចទី6នៃរ៉ូម៉ាំងទី1គឺវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនឬក៏ការទាមទារទឹកដីជាឯកតោភាគីរបស់ភាគីថៃនោះឡើយហើយសកម្មភាពខាងលើនេះនឹងមិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់ឬក៏ជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទិនទៅនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយរាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យភាគីថៃបញ្ឈប់នូវសកម្មភាពទាំងនេះនៅក្នុងតំបន់ដែលបានលើកឡើងខាងលើក៏ដូចជាតំបន់ផ្សេងទៀតដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកម្លាំងប្រដាប់អាវុធយោធារបស់ថៃតាំងពីឆ្នាំមុនមកដើម្បីកាត់បន្ថយភាពតានតឹងជំរុញនូវការជឿទុកចិត្តគ្នាទៅវិញទៅមកសម្របសម្រួលការដោះស្រាយចំនួនដោយសន្តិវិធីដើម្បីស្ដារឡើងវិញនូវសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកម្ពុជានៅតែបដិញ្ញាចិត្តនៅក្នុងការដោះស្រាយនៅរាល់ចំនួនព្រំដែនជាមួយនឹងថៃកម្ពុជានៅតែបន្តបដិញ្ញាចិត្តនៅក្នុងការដោះស្រាយរាល់ចំនួនព្រំដែនជាមួយនឹងប្រទេសថៃក៏ដូចជាមួយនឹងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នៅជំហរគោលការណ៍របស់ខ្លួនថាបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយកម្លាំងនោះឡើយបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិជាទីគោរពរាប់អានអំបញ្ញមិញនេះបងប្អូនទើបតែបានស្ដាប់នៅខ្លឹមសារទាំងស្រុងរបស់សេចក្តីប្រកាសព័ត៌មានក្រោមចំណងជើងកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាសំណួរសួរថាតើហេតុអ្វីបានជាកម្ពុជាធ្វើការតវ៉ាជាផ្លូវការម្ដងហើយម្ដងទៀតប៉ុន្តែភាគីថៃនៅតែបន្តសកម្មភាពមិនឈប់បែបនេះយើងដឹងហើយថាការតវ៉ាច្រើនលើកច្រើនសារមកនេះគឺជាការបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជាថាខ្លួនមិនទទួលស្គាល់នៅការកាន់កាប់ដីឬក៏ខ្សែបន្ទាត់ព្រំដែនពីភាគីថៃដែលបានបង្កើតឡើងដោយឯកតោភាគីជាដាច់ខាតម្យ៉ាងវិញទៀតការតវ៉ានេះគឺ
គឺជាការរំលឹកទៅដល់អនុសារណៈនៃការយោគយល់គ្នាឬ MOU ឆ្នាំ2000ដែលជាឯកសារគតិយុត្តសំខាន់របស់ប្រទេសទាំងពីរដើម្បីធានាភាគីថៃមិនអាចរំលោភបំពានដោយគ្មានការតបតបានឡើយរដ្ឋាភិបាលកម្ពុជាមិនចង់ឃើញទឹកដីរបស់ខ្លួនបាត់បង់ឬក៏ត្រូវគេចូលមកកាន់កាប់បន្តិចម្ដងតាមរយៈយុទ្ធសាស្ត្របង្កើតការពិតនៅលើដីរបស់ថៃនោះទេទើបការតវ៉ានេះត្រូវតែធ្វើឡើងយ៉ាងមុតមាំជានិច្ចជារួមការតវ៉ាគឺជាខែលការពារការទូតដ៏ចាំបាច់មួយដើម្បីកុំឲ្យពិភពលោកយល់ច្រឡំថាការរំលោភបំពានពីសំណាក់ភាគីថៃគឺជាការអនុវត្តត្រឹមត្រូវទៅតាមច្បាប់នេះគឺជាការតស៊ូផ្នែកនយោបាយការទូតនិងច្បាប់ដែលទាមទារឲ្យមានភាពអត់ធ្មត់ខ្ពស់ពីសំណាក់កម្ពុជាដើម្បីថែរក្សាអធិបតេយ្យភាពឲ្យបានគង់វង្សការបោះបង់ចោលនៅការតវ៉ានឹងត្រូវចាត់ទុកថាគឺជាការបោះបង់ចោលនៅសិទ្ធិស្របច្បាប់របស់ជាតិដែលជារឿងដែលប្រជាជនខ្មែរមិនអាចទទួលបានជាដាច់ខាតការតវ៉ារបស់កម្ពុជាមិនមែនជាទង្វើដែលគ្មានប្រយោជន៍នោះឡើយប៉ុន្តែវាគឺជាការបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់អន្តរជាតិយ៉ាងរឹងមាំសម្រាប់ទុកជាភស្តុតាងនៅពេលអនាគតនៅក្នុងការដោះស្រាយបញ្ហាព្រំដែនរាល់សេចក្តីប្រកាសព័ត៌មានដែលក្រសួងការបរទេសចេញផ្សាយគឺជាការកត់ត្រានៅរាល់ទង្វើខុសច្បាប់របស់ភាគីថៃដែលធ្វើឲ្យសហគមន៍អន្តរជាតិមានការយល់ដឹងអំពីចំនួនពិតប្រាកដដែលកំពុងតែកើតឡើងនៅតាមព្រំដែនតាមរយៈការតវ៉ារបស់កម្ពុជាបានបង្កើតឲ្យភាគីថៃនេះត្រូវតែគិតគូរឡើងវិញអំពីការចំណាយពេលខាងនយោបាយនិងកេរ្តិ៍ឈ្មោះរបស់ពួកគេនៅពេលដែលពួកគេបានព្យាយាមបំពានទៅលើកិច្ចព្រមព្រៀងសន្ធិសញ្ញាអន្តរជាតិការតវ៉ានេះក៏មានប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការរក្សាស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាដែលនៅតែបន្តតាមដាននិងគាំទ្ររាល់សកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាការពារទឹកដីជាងនេះទៅទៀតនោះការបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់តាមរយៈការតវ៉ាគឺជាសញ្ញាព្រមានទៅកាន់ភាគីថៃថាកម្ពុជាមិនមែនជាប្រទេសដែលងាយនឹងឲ្យគេរំលោភបំពានដោយងាយស្រួលនោះទេការតវ៉ាគឺជាមធ្យោបាយមួយដែលបង្ខំឲ្យភាគីទាំងពីរត្រូវតែវិលត្រឡប់មកកាន់តុចរចាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របច្បាប់អន្តរជាតិដែលជាគោលបំណងចុងក្រោយរបស់កម្ពុជាបើគ្មានការតវ៉ានោះភាគីថៃអាចនឹងបន្តសកម្មភាពរបស់ខ្លួនកាន់តែជ្រៅទៅចូលមកក្នុងទឹកដីកម្ពុជាដោយគ្មានការរារាំងឬការចោទសួរពីសំណាក់អន្តរជាតិការកត់ត្រារាល់សកម្មភាពរំលោភបំពានគឺជាការធានាមួយថាកម្ពុជាមិនបាត់បង់សិទ្ធិនៅក្នុងការទាមទារទឹកដីរបស់ខ្លួនមកវិញនោះឡើយទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយនេះគឺជាយុទ្ធសាស្ត្រការទូតដ៏ឆ្លាតវៃមួយដើម្បីការពារអំពីផលប្រយោជន៍ជាតិរយៈពេលវែងក្នុងខណៈពេលដែលកំពុងតែរងចាំការសម្រេចចិត្តពីតុលាការអន្តរជាតិឬក៏ស្ថាប័នពាក់ព័ន្ធទោះបីជាចំនួននេះត្រូវបានអូសបន្លាយពេលជាច្រើនឆ្នាំក៏ដោយក៏កម្ពុជានៅតែរក្សាជំហរយ៉ាងមុតមាំនៅក្នុងការដោះស្រាយតាមរយៈវិធីសាស្ត្រនីតិវិធីដោយប្រើប្រាស់សន្ធិសញ្ញានិងគោលការណ៍ច្បាប់ដែលមានស្រាប់ការតវ៉ានេះនៅតែបន្តធ្វើឡើងដើម្បីបង្ហាញថាកម្ពុជាបានគោរពច្បាប់អន្តរជាតិហើយថៃគួរតែគោរពកិច្ចព្រមព្រៀងព្រំដែនដែលខ្លួនបានចុះហត្ថលេខាជាមួយនឹងកម្ពុជាផងដែរសារៈសំខាន់នៃការតវ៉ាគឺរារាំងមិនឲ្យភាគីថៃប្រែក្លាយទឹកដីកម្ពុជាទៅជាទឹកដីរបស់ខ្លួនជាអចិន្ត្រៃយ៍តាមរយៈការដាក់ពង្រាយកងទ័ពឬក៏ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់នេះគឺជាការប្រយុទ្ធប្រឆាំងដោយសន្តិវិធីដែលទាមទារឲ្យមានការចូលរួមពីប្រជាជនទាំងមូលនៅក្នុងការការពារបូរណភាពទឹកដីដែលដូនតាបន្សល់ទុកជោគជ័យនៃការតវ៉ាយើងមិនអាចមើលឃើញលទ្ធផលភ្លាមៗនោះទេប៉ុន្តែវាគឺជាដំណើរការយូរអង្វែងដែលកម្ពុជាត្រូវតែបន្តអនុវត្តដោយមិនអាចខកខានបានឡើយដើម្បីអនាគតរបស់កូនចៅខ្មែរជំនាន់ក្រោយកម្ពុជានៅតែបន្តបដិញ្ញាចិត្តថាទឹកដីនេះគឺជាអ្វីដែលមិនអាចកាត់ថ្លៃបានហើយគ្រប់សកម្មភាពដែលខ្លួនបានធ្វើគឺស្ថិតនៅក្នុងគោលដៅតែមួយគត់គឺការការពារឯកភាពជាតិប្រសិនបើកម្ពុជាឈប់តវ៉ានោះគឺការបើកផ្លូវឲ្យមានការរំលោភបំពានកាន់តែធ្ងន់ធ្ងរនិងគ្រោះថ្នាក់ជាងនេះនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគតការតវ៉ាគឺជាកម្លាំងចលករដែលនាំឲ្យពិភពលោកនិងប្រទេសនៅក្នុងតំបន់អាស៊ាននេះយកចិត្តទុកដាក់ទៅលើស្ថិរភាពព្រំដែនកម្ពុជានិងថៃនេះគឺជាសិទ្ធិស្របច្បាប់របស់កម្ពុជានៅក្នុងនាមជារដ្ឋអធិបតេយ្យដែលមានសិទ្ធិពេញលេញនៅក្នុងការការពារទឹកដីរបស់ខ្លួនតាមរយៈគ្រប់មធ្យោបាយការទូត
ទីបំផុតកម្ពុជានឹងបន្តប្រើប្រាស់នៅការតវ៉ានេះគឺជាអាវុធការទូតបន្ថែមដើម្បីរក្សាភាពយុត្តិធម៌និងកិត្តិយសរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិឲ្យបានគង់វង្សជារៀងរហូតបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានសូមអរគុណដល់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការតាមដានស្ដាប់ព្រឹត្តិការណ៍ព័ត៌មាននេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយអចេតនាបើសិនបើបងប្អូនពេញចិត្តអត្ថបទក៏ដូចជាពេញចិត្តវីដេអូនេះចង់បានព្រឹត្តិការណ៍ព័ត៌មានបន្ថែមនោះបងប្អូនអាចចុច like ចុច comment ចុច share ទៅកាន់បណ្ដាញសង្គមព្រមទាំង subscribe channel Infoshare នេះម្នាក់មួយផងសូមជម្រាបលា Infoshare